ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel បទពិសោធន៍រន្ធត់ថ្ងៃនេះ Admin នឹងមានរឿងមួយធ្វើការចែករំលែកតាក់ទងនឹងរឿងរន្ធត់មួយដែលបានពីលោកអ៊ុំម្នាក់គាត់មានឈ្មោះថាលោកអ៊ុំសនដែលស្ថិតនៅខេត្តតាកែវគាត់និយាយថាការនោះគឺកើតឡើងក្នុងអំឡុងឆ្នាំ1999ចិត្តឆ្លងឆ្នាំ2000ណាបងប្អូនការនោះគាត់និយាយថាគាត់មានចំការមួយកន្លែងហើយចំការហ្នឹងគឺឆ្ងាយពីផ្ទះរបស់គាត់ហ្នឹងប្រហែលជា15គីឡូគាត់និយាយថាចំការនោះគឺមានអំណោយផលមែនតែនពីព្រោះនៅចំការរបស់គាត់គឺនៅក្បែរបឹងតែម្ដងហើយបឹងនោះណាប្រជាជនទាំងអស់ដែលនៅភូមិផ្សេងគឺតែងតែមកនេសាទលោកអ៊ុំសនគាត់បានបញ្ជាក់ទៀតថានៅចំការរបស់គាត់គឺប្រហែលជា5-6ហត្ថតាទេព្រមទាំងគាត់ដាំដំណាំបន្លែផ្លែឈើគឺគ្រប់មុខតែម្ដងជាពិសេសគឺគាត់ដាំបន្លែដើម្បីធ្វើការលក់ដូរតាមទីផ្សារអញ្ចឹងទៅហើយប្រពន្ធរបស់គាត់ហ្នឹងគឺតែងតែទទួលផលបន្លែហ្នឹងគឺយកទៅលក់នៅផ្សារជាញឹកញាប់ហើយសូមបញ្ជាក់ថាប្រពន្ធរបស់គាត់ហ្នឹងគឺមានឈ្មោះថាលោកអ៊ុំតយហើយក៏សូមបញ្ជាក់ផងដែរថាលោកអ៊ុំសនហើយនឹងអ្នកមីងតយហ្នឹងគឺគាត់អត់មានកូនទេចង់និយាយថាគាត់អាយុច្រើនហើយប៉ុន្តែក៏អត់មានកូនទេណាអញ្ចឹងហើយគាត់ក៏យកក្មួយគាត់មកចិញ្ចឹមម្នាក់គឺឈ្មោះថាអភ័យហើយអភ័យហ្នឹងគឺជាក្មេងប្រុសម្នាក់ដែលគោរពគាត់មែនតែនគឺគោរពចាស់ទុំចេះដឹងខុសដឹងត្រូវហើយគាត់ហ្នឹងចេះផ្គត់ផ្គង់ដោយកូនអញ្ចឹងណាហើយអញ្ចឹងហើយអភ័យហ្នឹងគឺតែងតែមកចំការជាមួយនឹងលោកអ៊ុំសនជាញឹកញយឲ្យតែពេលតនេពីការសិក្សាហើយអញ្ចឹងផៃហ្នឹងគឺគាត់ធ្វើការលំបាកជាមួយនឹងលោកអ៊ុំសនហើយលោកអ៊ុំសនហ្នឹងគាត់មិនសូវជាហ៊ានប្រើក្មួយប្រហែលទេប៉ុន្តែក្មួយរបស់គាត់ហ្នឹងជាមនុស្សដែលមានទឹកចិត្តណាចង់និយាយថាជាមនុស្សដែលឧស្សាហ៍ព្យាយាមក្នុងការងារលំបាកអីណាគឺគាត់យល់ចិត្តមែនតើហើយលោកអ៊ុំសនហ្នឹងក៏គាត់ស្រឡាញ់អភ័យហ្នឹងស្រឡាញ់មែនតើហើយម្យ៉ាងមួយទៀតគឺឲ្យរៀនណាអត់សូវឲ្យធ្វើការប្រហែលទេគឺឲ្យរៀនឲ្យច្រើនដើម្បីទទួលចំណេះទៅអនាគតហើយប៉ុន្តែផៃគាត់និយាយថាអត់អីទេអ៊ុំចាំខ្ញុំតនេអីគឺខ្ញុំមកជួយចាំចំការហើយអ៊ុំសនក៏អត់បានទៅថាអីទេគាត់ក៏សប្បាយចិត្តដែរដោយសារតែលើស្នូក្មួយរបស់គាត់ហ្នឹងនិយាយពាក្យបែបហ្នឹងហើយក៏សូមបញ្ជាក់ថាអភ័យហ្នឹងខ្ញុំហៅតាមលោកអ៊ុំសនទេដែលគាត់ហៅអាអញ្ចឹងណាហើយក៏សូមអធិស្ឋានផងឥឡូវនេះខ្ញុំសូមកែប្រែមកបងផៃវិញកាលនោះអ៊ុំសនគាត់និយាយថាបងផៃហ្នឹងទង់អាយុត្រឹមតែ8-10ឆ្នាំទេលក្ខណៈថាគាត់ថ្នាក់ខ្ពស់គួរសមដែរហើយអញ្ចឹងហើយក៏ខ្ញុំសូមហៅបងផៃវិញហើយក៏សូមបែរត្រឡប់មកចំការអ៊ុំសនវិញអ៊ុំសនគាត់បានមានប្រសាសន៍ថាចំការរបស់គាត់គឺបានធ្វើខ្ទមចាំចំការមួយគាត់និយាយថាខ្ទមហ្នឹងគឺប្រភេទខ្ទមស្លឹកស្នោតទេហើយនឹងអានៀបអាស័យគាត់និយាយថាអញ្ចឹងណាហើយការដំបងឡើយគាត់ធ្វើខ្ទមហ្នឹងគឺនៅគៀនចំការទេចង់និយាយថានៅជ្រុងម្ខាងនៃចំការហើយក៏គាត់ហ្នឹងគឺចាំជាញឹកញយមិនដែលជួបរឿងប្រទះអ្វីទេហើយដល់ពេលអញ្ចឹងហើយដោយសារតែគាត់គិតថានៅពេលដែលគាត់ដាក់គៀនអញ្ចឹងទៅគាត់មានសល់ស្ពេសសម្រាប់ដាំដំណាំដូចជាពោតសណ្ដែកអីចឹងទៅអញ្ចឹងហើយក៏គាត់ហ្នឹងរៀបចំធ្វើអញ្ចឹងចំការរបស់គាត់គឺមានទេសភាពស្អាតណាស់គឺងាកទៅគឺឃើញបឹងឃើញទឹកល្ហល្ហេវហើយក៏ឃើញមានភ្នំមានដើមត្នោតដើមឈើធំគាត់ថាទេសភាពស្អាតណាស់ប៉ុន្តែពេលយប់រៀងខ្លាចតិចគាត់បន្ថែមទៀតថាមិនដែលជួបប្រទះរឿងខ្មោចអីទេអានឹងអ្វីដែលគាត់និយាយប៉ុន្តែគាត់ប្រាប់ថាអញ្ចេះនៅពេលដែលគាត់ហ្នឹងបានផ្លាស់ប្ដូរទីតាំងខ្ទមរបស់គាត់ហ្នឹងទៅកណ្ដាលដីវិញគាត់ក៏បានជួបរឿងប្រទះដ៏គួរខ្លាចតោះបងប្អូនអរគ្នាតើបន្ទាប់ពីលោកអ៊ុំសនហ្នឹងគាត់បានផ្លាស់ប្ដូរខ្ទមទៅដាក់នៅរោងចាំចំការរបស់គាត់ដាក់នៅកណ្ដាលដីវិញតើគាត់ជួបប្រទះរឿងអ្វីខ្លះតោះបងប្អូនអរគ្នាចូលតាមដានស្ដាប់ទាំងអស់គ្នាថ្ងៃហ្នឹងអ៊ុំសនគាត់បានមានប្រសាសន៍ថាគាត់ស្រាប់តែនឹកឃើញគំនិតមួយគាត់ហ្នឹងចង់ជីកស្រះនៅកណ្ដាលចំការហ្នឹងពីព្រោះគាត់ចង់ចាំត្រីហើយគាត់ជីកហ្នឹងរៀងធំគួរសមដែរណាដល់ពេលគាត់ជីកស្រះនឹងជីកអីហើយអញ្ចឹងទៅគាត់ក៏បូមទឹកបូមអីពីបឹងដាក់ហើយបូមទឹកហើយគាត់មានគំនិតមួយថាបើសិនបើគាត់ហ្នឹងលើកខ្ទមចាំចំការរបស់គាត់ហ្នឹងយកមកដាក់នៅក្បែរបឹងហ្នឹងរឹតតែទេសភាពរឹតតែស្អាតហើយបានមើលត្រីផងអ្វីដែលគាត់និយាយ
ហើយបញ្ជាក់ថាការនោះគាត់មានម៉ូតូសង់ក្រេហ្នឹងគឺមិនមែនថ្មីទេគឺគាត់ទិញពីគេឡើងចាស់មែនតើប៉ុន្តែអាចធ្វើដំណើរបាននៅពេលគាត់និយាយហើយគាត់ហ្នឹងតែងតែដឹកចំណីត្រីកតក់កាកសំណល់ផ្សេងដើម្បីឲ្យត្រីស៊ីនឹងអ្វីដែលគាត់និយាយហើយបន្ថែមពីនោះទៀតគាត់ហ្នឹងតែងតែធ្វើអញ្ចឹងជាញឹកញយប៉ុន្តែគាត់និយាយថាតាំងពីគាត់ហ្នឹងលើកខ្ទមមកដាក់កណ្ដាលដីហ្នឹងគាត់ហ្នឹងតែងតែជួបបញ្ហាសោយរហូតបញ្ហាមិនចេះចប់ម៉ូតូខូចឬក៏ប្រពន្ធឈឺឬក៏ខាតចេះខាតចូលរហូតអ្វីគាត់និយាយអញ្ចឹងប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ទេគាត់នៅតែបន្តការងាររបស់គាត់ធម្មតាហើយក៏សុំបញ្ជាក់ថាការនោះគាត់នោះតែងតែយកសពជាញឹកញយគាត់ថា3ថ្ងៃយកសពម្ដង4ថ្ងៃយកសពម្ដងហើយការយកសពរបស់គាត់ហ្នឹងទោះបីតែគាត់ទៅសម្រាកនៅកន្លែងណាក៏ដោយសម្រាប់ផ្ទះសម្រាប់ខ្ទមក៏នៅតែយកសពឃើញអញ្ចឹងដែរគាត់យកសពឃើញថាមានបរិសប្តីប្រពន្ធ2នាក់ហើយនឹងកូនតូចម្នាក់ដែលស្លៀកសម្លៀកបំពាក់គឺប្លែកមែនតើគាត់ថាស្លៀកសម្លៀកបំពាក់ប្រពៃណីបុរាណណាហើយមុខយ៉ាងស្រស់ស្អាតប្រាំប្រៃហើយបរិសម្នាក់នោះគឺកាត់សក់ផ្កាស្កូវហើយឡើងរៀងចាស់ហើយស្ត្រីម្នាក់នោះក៏គាត់ស្លៀកពាក់បុរាណហើយក្មេងស្រីម្នាក់នោះក៏ស្លៀកពាក់បុរាណហើយដើរមកចុងជើងមកគាត់ហើយក៏មានជើងច្រត់មួយគោះក្នុងចុងជើងមកគាត់ណាថាឯងរើខ្ទមចេញវើយឯងមកដាក់សង់ខ្ទមនៅលើក្បាលពួកអញហើយអញ្ចឹងស្អែកខាងស្អែកហ្នឹងរើចេញគាត់ចង្អុលហើយគាត់និយាយឡើងប្រាំប្រៃតែព្រលឹងរបស់គាត់ហ្នឹងថ្វាយបង្គំហ្នឹងទៅថាបាទចាំខ្ញុំរើចេញអត់អីទេឲ្យខ្ញុំសុំទោសផងនិយាយអញ្ចឹងស្រាប់តែអ៊ុំសនហ្នឹងគាត់ក៏ភ្ញាក់ដឹងខ្លួនវិញអ៊ុំសនហ្នឹងគាត់ថាគាត់ចាំមុខមាត់បរោះប្តីប្រពន្ធហ្នឹងហើយនឹងកូនហ្នឹងច្បាស់មែនតើនៅតែចាំនៅក្នុងភ្នែករបស់គាត់ហើយអញ្ចឹងអ៊ុំសនហ្នឹងគាត់ថាយកសពល្អវ៉ៃគាត់ចង់ចាក់ឆ្នោតគាត់និយាយអញ្ចឹងគាត់និយាយលេងអញ្ចឹងទៅប៉ុន្តែអ្វីដែលសន្យាក្នុងយសពនោះអ៊ុំសនគាត់អត់បានធ្វើតាមទេគាត់ថាគ្រាន់ជាការយសពទេណាហើយអញ្ចឹងហើយគាត់ក៏ធ្វើហើយទៅរំលងបានប្រហែលជា3ថ្ងៃទៀតអ៊ុំសនគាត់បានយសពម្ដងទៀតនៅខណៈពេលដែលគាត់ហ្នឹងបានសម្រាករងចាំនៅក្នុងចំការរបស់គាត់នៅពេលយប់គាត់ថាយសពសាននេះគាត់ឃើញប្តីប្រពន្ធហ្នឹងស្លៀកពាក់បុរាណហើយនឹងកូនហ្នឹងមកម្ដងទៀតហើយមកសាននេះមិនជាលក្ខណៈមនុស្សទេរៀងលក្ខណៈស្លេកអត់មានឈាមទេហើយដើរមកហើយសាននេះមករៀងមុខកញើបន្តិចហើយក៏និយាយរឿងមុំជាងមុតបន្តិចដែរហើយគាត់និយាយថាមកយាយវើយអញឲ្យឯងរើខ្ទមចេញពីកន្លែងក្លឹះក្បាលអញមកយាយស្អែកខាងស្អែកឲ្យរើចេញឲ្យឆាប់បើរើអត់ចេញទេប្រយ័ត្នមានបញ្ហាគាត់និយាយអញ្ចឹងហើយអ៊ុំសនហ្នឹងគាត់ក៏សាពះបាទសុំទោសខ្ញុំភ្លេចនិយាយអញ្ចឹងណាហើយក៏រលាយខ្លួនបាត់ទៅហើយអ៊ុំសនក៏ភ្ញាក់ឡើងវិញហើយភ្ញាក់ហ្នឹងនៅកណ្ដាលយប់ទៀតហើយនៅកណ្ដាលយប់ហ្នឹងអ៊ុំសនគាត់មានអារម្មណ៍ថាតិចព្រឺមិនដឹងទេខុសពីធម្មតាណាហើយខ្យល់បក់រៀងខ្លាំងបន្តិចទៅហើយបងប្អូននឹងស្រាប់ហើយនៅម្ដុំដែលក្បែរមាត់ទឹកក្បែរបឹងអីគឺត្រជាក់ណាស់ហើយជាពិសេសគឺពេលយប់ម៉ោង2 10ម៉ោង1ម៉ោង2ហ្នឹងគឺត្រជាក់ខ្លាំងតែម្ដងហើយក៏គាត់ថាត្រជាក់ស្រួលណាស់អញ្ចឹងគឺគាត់គេងបន្តគាត់និយាយអញ្ចឹងហើយដល់ពេលអញ្ចឹងហើយក៏រហូតដល់ទូភ្លឺហ្នឹងគាត់ក៏បានត្រឡប់ទៅផ្ទះវិញហើយក៏បានប្រាប់ប្រពន្ធរបស់គាត់តាមដំណើររឿងថាគាត់សពឃើញអ្វីដែលគាត់ហ្នឹងបានសពកាលពីយប់មិញអញ្ចឹងទៅហើយប្រពន្ធរបស់អ៊ុំសនក៏ប្រាប់ថាអញ្ចេះឯងទិញចេកទិញអីថ្វាយគេទៅប្រហែលជាមានគេមកនៅអញ្ចឹងណាហើយដល់ពេលអញ្ចឹងអ៊ុំសនក៏អត់មាត់ទេក៏គាត់ស្របតាមប្រពន្ធរបស់គាត់ហើយគាត់ហ្នឹងក៏រៀបចំចេករៀបចំទៀនធូបដើម្បីដាក់ថ្វាយទាំងទៅអ៊ុំសនក៏បានយកទៀនធូបដាក់ថ្វាយហើយក៏និយាយបែបន់ថាសុំសន្តិសុខសប្បាយប៉ុន្តែរឿងលើករោងចេញហ្នឹងអ៊ុំសនអត់និយាយទេទាំងអស់ហើយអញ្ចឹងយប់ហ្នឹងគាត់ថាគឺជាយប់ដែលខ្លាចមែនតើហើយក៏ជាយប់ដែលមិនដែលជួបប្រទះពីមុនសោះក្នុងជីវិតរបស់គាត់នៅពេលដែលគាត់ហ្នឹងបានសម្រាកនៅរោងចាំចំការរបស់គាត់យប់ហ្នឹង
គាត់ថាគាត់ហ្នឹងគឺបានយល់សប្តិឃើញបរោះហើយនឹងប្រពន្ធរបស់គាត់ហ្នឹងហើយនឹងកូនហ្នឹងមុខអាក្រក់មែនតើប៉ុន្តែអ្វីដែលគាត់សម្គាល់ហ្នឹងគឺស្លៀកពាក់បុរាណធម្មតាប៉ុន្តែសារនេះគឺមុខមើលអត់យល់ទេហើយមកទាំងខឹងព្រមទាំងភ្នែកក្រហមទៀតហើយនិយាយពាក្យខ្លាំងហើយជេរទៀតប៉ុន្តែពាក្យជេរខ្ញុំស្មត់និយាយណាគឺគាត់ជេររបស់គាត់ឡងច្រើនមែនតើហើយចង្អុលមកគាត់តែម្ដងគាត់ថាអញអស់ការអត់ធ្មត់ហើយអញនឹងកាច់យកឯងទៅហើយនេះឆ្លើយណាស់អញប្រាប់ប្រមាណដងហើយថាឲ្យរើខ្ទមចាំចង្ការរបស់ឯងនេះចេញឲ្យឆ្ងាយពីលើក្បាលអញហេតុអីក៏ឯងនៅតែមិនស្ដាប់ទៀតហើយគាត់ដើរមកតែម្ដងបងប្អូនហើយចង្អុលមុខគាត់ហើយទឹកមុខគាត់ថាអើយគួរឲ្យខ្លាចមែនតើអ្វីដែលសំខាន់នោះគូនិយាយបដាគឺដកក្បាលមកបដាគាត់ថាដកក្បាលពីស្មារូសពភឹហើយយកក្បាលហ្នឹងគឺមកទល់មុខគាត់តែម្ដងនិយាយសំដីឡងខ្លាំងដល់គាត់ទៀតហើយនៅពេលហ្នឹងហើយគាត់ហ្នឹងតែគាត់សំពះញាត់ឲ្យញាត់ជើងគាត់ថាស្អែកនេះខ្ញុំនឹងឲ្យគេរើចេញហើយកុំធ្វើបាបខ្ញុំនឹងក្នុងការយល់សប្តិណាប៉ុន្តែរហូតដល់ពេលគាត់សំពះចឹងរហូតដល់គាត់ភ្ញាក់បងប្អូនភ្ញាក់ទាំងបែកញើសកំពុងតែភ័យហ្នឹងគាត់ថាមិនតាន់បាត់ភ័យទេគាត់ថាស្រាប់តែឃើញពិតប្រកបមែនគាត់ថាគាត់ឃើញភ្នែកស្រស់តែម្ដងពេលហ្នឹងហើយស្រាប់តែគាត់ហ្នឹងឃើញចឹងហើយគាត់ភ័យគាត់ថាលូនជាពះតែម្ដងប៉ុន្តែដៃនោះគឺខំមែនតើគឺជន់ពីលើតែម្ដងគឺជន់ពីលើគាត់តែម្ដងគាត់ថាគឺជន់ស្រឹបលើគាត់ហ្នឹងគឺចាក់ស្រឹបតែម្ដងហើយបាតជើងរបស់បរិមម្នាក់ហ្នឹងគឺចាក់ដល់ព្រឺឆ្អឹងខ្នងមកគាត់តែម្ដងហើយនិយាយថាអញអស់ការអត់ធ្មត់ហើយឥឡូវបើឯងមកផ្ទាល់ហើយអញលងឲ្យចាស់ដៃម្ដងហើយក្មេងដែលនៅក្បែរបរិមម្នាក់ហ្នឹងដែលជាកូនហ្នឹងគូសោចប្រពន្ធក៏សោចគាត់ញ័រញាក់អស់ហើយពេលឃើញចឹងហើយគាត់យំតែម្ដងគាត់ថាខ្ញុំខ្លាចហើយកុំធ្វើបាបខ្ញុំអញ្ចឹងណាគាត់នៅនិយាយរហូតនៅពេលដែលគាត់ផ្ទៀងតិចស្ដាប់ទៅគាត់មានអារម្មណ៍ថាដូចជាស្ងាត់ឈឹងតែម្ដងគាត់ថាអូទៅបាត់ហើយធូមទ្រូងតិចអញ្ចឹងហើយគាត់ងើបមុខឡើងមិនទាន់ទៅទេបងប្អូនគឺនៅញញពីអ្នកគាត់អូយកន្លែងនឹងគាត់ថាគាត់ស្ងាក្រោយតែម្ដងហើយស្រាប់តែខ្មោចគុណក្មេងហ្នឹងគឺហក់មកតោងកគាត់ទៀតខ្លាចហើយកុំធ្វើបាបខ្ញុំខ្លាចហើយគាត់និយាយអញ្ចឹងរហូតដល់គាត់ហ្នឹងបាត់បង់ស្មារតីគាត់ថាគាត់ដាច់ពោះឈឹងតែម្ដងនៅពេលព្រឹកឡើងគាត់ហ្នឹងគាត់ដឹងខ្លួនទៅវិញប៉ុន្តែខ្ទង់ប្រហែលជាម៉ោង8ម៉ោង9ព្រឹកទៅហើយចៃដន្យអីគាត់បានឃើញក្មួយរបស់គាត់នោះគឺដើរមកដល់គាត់ថាអ៊ំអ៊ំឯងមានរឿងអីហ្នឹងបានសម្រានអញ្ចឹងឃើញគាត់សម្រានដូចអ៊ំឯងស្វឹងស្រាមែនអ៊ំឯងហូបស្រាមែនហើយបងផៃហ្នឹងគាត់និយាយអញ្ចឹងហើយអ៊ំនោះគាត់ថាអើយអញអត់អីទេយប់មិញខ្មោចលងអញពេញមួយយប់ហើយអើយគាត់និយាយអញ្ចឹងហើយបងផៃក៏សួរថាមានខ្មោចលងដែរខ្ញុំមករដងខ្ញុំមិនដែលឃើញខ្មោចលងផងហើយអ៊ំនឹងថាអើយតោះអូនឯងជូនអ៊ំទៅផ្ទះតោះចាំដល់ផ្ទះចាំនិយាយគ្នានៅពេលដែលផៃហ្នឹងបងផៃហ្នឹងដឹកអ៊ំហ្នឹងទៅដល់ផ្ទះហើយក៏ប្រាប់ដំណើរម្ដងហើយក៏យកអ៊ំសនហ្នឹងទៅស្រោចទឹកស្រោចអីទៅហើយក៏ដល់លោកតាអាចារ្យម្នាក់ដែលក្នុងភូមិហ្នឹងហើយលោកតាអាចារ្យហ្នឹងគាត់ឈ្មោះលោកតាពីងហ្នឹងគាត់និយាយថាអូយសនហើយនេះគេប្រាប់ហើយអត់ស្ដាប់គេទេថាឯងហ្នឹងគឺបានសង់ផ្ទមចាំចកាឯហ្នឹងគឺនៅលើគេមកប្រាប់ឯងហើយប៉ុន្តែអត់ស្ដាប់នឹងហើយគឺជាមេរៀនតាមពិតណាគេមិនចង់ធ្វើបាបឯងទេលោកតាពីងហ្នឹងគាត់បានមានប្រសាសន៍អញ្ចឹងហើយក៏និយាយតាមដំណើរតំណងបន្ថែមទៀតណាហើយក៏ស្រោចទឹកស្រោចអីទៅហើយអ៊ំសនហ្នឹងគាត់ក៏សម្រេចចិត្តហៅអ្នកភូមិហ្នឹងទៅជួយសែងរោងដាក់កន្លែងផ្សេងទៀតហើយក៏ធ្វើបន់ធ្វើអីឲ្យទូកសលឲ្យទៅតាំងពីថ្ងៃហ្នឹងទៅអ៊ំសនហ្នឹងអត់ដែលជួបប្រទះរឿងអីទៀតទេណាគឺជារឿងខ្លីមួយរបស់អ៊ំសនហើយរឿងខ្លីនេះគឺជាបទពិសោធន៍រន្ធត់មួយសម្រាប់អ៊ំសនដែលកើតឡើងនៅក្នុងជីវិតរបស់គាត់ហើយបងប្អូនយល់យ៉ាងណាដែរចំពោះរឿងអ៊ំសនចំពោះរឿងនេះវិញគឺខ្ញុំឲ្យគាត់10ពីព្រោះនេះហើយគឺការសង់ធ្វើអ្វីមួយ
គឺយើងត្រូវចេះមើលប៉ុន្តែអ៊ុំសនគាត់អត់មានចេតនាទេមែនទេគាត់ដាក់ធម្មតាប៉ុន្តែអ៊ុំសនគាត់តែចេះគាត់ថាដាក់លើគេអត់សពហើយគាត់បែរជាធ្វើបង្ងើយគាត់ធ្វើជាអត់ដឹងហើយគាត់និយាយលេងនិយាយទៀតថាអូយចាក់ឆ្នោតអសពល្អគាត់អញ្ចឹងណាមុននឹងគេមកឡងធ្វើបាបអ៊ុំសនហ្នឹងគេប្រាប់2 ដងដែរហើយអ៊ុំសនហ្នឹងគាត់ធ្វើមិនដឹងហ្នឹងហើយចំការរបស់គាត់ហ្នឹងគឺនៅដល់ឥឡូវអត់អីទេអត់ដែលមានបញ្ហាអីកើតឡើងទេហើយចំពោះបងប្អូនយល់យ៉ាងណាដែរចំពោះរឿងនេះម្យ៉ាងវិញទៀតសូមបងប្អូនជួយ Subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីៗតាក់ទងនឹងបទពិសោធន៍រន្ធត់ទៀតបាទអរគុណច្រើន